ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានកាត់តបញ្ចូលសលេងវីដេអូមួយទៀតហើយនេះតកតងជាមួយនឹងសារមន្ទីរនៅខាងសហរដ្ឋអាមេរិកចូលទៅខាងក្នុងនឹងចូលទៅខាងក្នុងសារមន្ទីរនេះមានខ្យងសមុទ្របងប្អូនហើយនេះនិយាយទៅមានគ្រប់ប្រភេទទាំងអស់ហ្មងហើយនិយាយទៅច្រើនរាប់ពាន់រាប់ម៉ឺនប្រភេទនៅក្នុងហ្នឹងមានតូចមានធំនិយាយទៅគេដាក់តាំងពីពណ៌យើងមើលចឹងចូលទៅមានគ្រប់ទាំងអស់ហ្មងប្រភេទអីក៏មានតាំងពីតូចរហូតដល់ធំហើយគេដាក់តាំងក្នុងទូមានគ្រប់ពណ៌និយាយទៅចូលទៅប្លែកហ្មងហើយទូរបស់គេហ្នឹងបងប្អូនហើយនេះគេមានដាក់អក្សរដាក់រូបហើយដាក់នៅក្នុងកញ្ចក់ដាក់តាំងចឹងហ្មងបងហើយនិយាយទៅខ្យងខ្ចៅខ្យងហើយនិយាយទៅគ្រប់ប្រភេទហ្មងហើយបើខ្ញុំអត់ស្គាល់អត់អស់ហើយអត់ដឹងអីគេខ្លះទេតែនេះរូបនិយាយទៅស្អាតមែនតែនចឹងមិនថាស្រុកគេអភិវឌ្ឍនិយាយទៅមានគ្រប់ប្រភេទទាំងអស់គេយកមកដាក់តាំងឲ្យបងដែលចង់ចូលទស្សនាចឹងបងអាចចូលទៅមើលបាននិយាយទៅនេះមានឈ្មោះមានអីនៅក្នុងនឹងទាំងអស់និយាយទៅគ្រប់ប្រភេទហ្មងបងនេះមិនដឹងខ្យងអីគេខ្លះទេវាច្រើនពេកមានខ្យងមានលៀសមានខ្យងសមុទ្រខ្យងខ្ចៅមានអាខ្យងមានគុជនិយាយទៅគ្រប់ប្រភេទទាំងអស់បងនេះមើលមានអាវែងមានអាខ្លីមានមូលមានស្នែងនេះមានគ្រប់ទាំងអស់បងអាចមើលទស្សនាមើលលេងបានណានិយាយទៅមានគ្រប់ប្រភេទទាំងអស់នឹងខ្ញុំថតត្រួសដោយសារច្រើនពេកថតអត់អស់ឯងបងនិយាយទៅសូម្បីតែដើរតែមួយថ្ងៃក៏ដើរអត់សពដែរនៅក្នុងនឹងអញ្ចឹងយើងដើរបដើយើងមើលទេសភាពបដើទៅបងនេះនៅក្នុងនឹងមានច្រើនមែនតែនហ្មងហើយប្លែកមែនតែននិយាយទៅមើលទៅស្គាល់អត់អស់ឯងបងខ្យងខ្ចៅខ្លះគេអាចយកឆ្នៃទៅធ្វើជាខ្សែកខ្សែដៃពាក់បាននេះដូចខ្យងនៅក្នុងបាតសមុទ្រធំមែនតែនហ្មងហើយគេយកមកដាក់តាំងនៅក្នុងសារមន្ទីរនៅសហរដ្ឋអាមេរិកហ្នឹងនិយាយទៅមានគ្រប់ប្រភេទទាំងអស់ហើយពួកខ្ញុំចូលទៅទស្សនាទាំងអស់គ្នារៀងច្រើនគ្នាដែរបងតែខ្ញុំដើរថតទុកមើលផ្ញើទុកផុសនៅក្នុង Facebook ជូនបងមើលនិយាយទៅមានគ្រប់ប្រភេទទាំងអស់ហ្មងហើយគេរៀបចំគេមានដាក់ឈ្មោះតាំងចេញមកនិយាយទៅរបស់ប៉ិតហ្មងបងហើយភ្ញៀវបរទេសផ្សេងអីចូលទស្សនាព្រោះនៅសារមន្ទីរនឹងធំមែនតើនិយាយទៅមានគ្រប់ប្រភេទសត្វទាំងអស់ហ្មងនេះជាន់នេះសត្វប្រភេទខ្យងនៅក្នុងបាតសមុទ្រមានគ្រប់ប្រភេទទាំងអស់ហ្មងនិយាយទៅច្រើនមែនតែនហ្មងហើយបងអាចមើលបាននេះព្រោះវាមានច្រើនរាប់ម៉ឺនប្រភេទហ្មងបងហើយពួកខ្ញុំថតអត់អស់ទេថតត្រួសទេហើយមួយជាន់នេះគេដាក់តាំងតខ្យងសុតហ្មងហើយបន្ទាប់មកទៀតនេះតង់ទី2ហ្នឹងគឺប្រភេទសត្វព្រៃបងមានខ្លាមានសេះនិយាយទៅមានគ្រប់ប្រភេទសត្វហ្មងខាងនេះប្រភេទសត្វព្រៃគេយកមកតាំងនិយាយទៅដាក់ក្នុងទូតាំងនឹងដូចមាននិយាយទៅភាគច្រើនសិតប្រភេទសត្វមែនតែនគាត់ថាពេលស្លាប់ហើយគេយកមករៀបចំដាក់តាំងនឹងវាស្លាប់ឲ្យងាប់នឹងគេយកមកដាក់តាំងនៅក្នុងទូហើយគេរៀបចំសួនចំអីចឹងណាបងតែនេះសិតតែប្រភេទសត្វដែលងាប់ហើយប្រភេទសត្វមែនតែនណាបងមិនមែនយករូបចម្លាក់អីមកដាក់តាំងឯណានេះគាត់ថាព្រៃឯអាចសពនិមិត្តតែបើប្រភេទសត្វហ្នឹងសិតតែសត្វងាប់ហើយគេយកមកដាក់តាំងប្រភេទសត្វកម្រអញ្ចឹងណាបងនិយាយទៅនៅក្នុងសារមន្ទីរហ្នឹងសិតតែប្រភេទសត្វទាំងអស់ជាន់នេះហើយអាចជាន់ខ្យងក៏នៅតែមានសត្វព្រៃក៏មាននិយាយទៅវាមានច្រើនគ្រប់ប្រភេទហ្មងហើយពួកខ្ញុំដើរត្រួសទេព្រោះធំមែនតែនហ្មងនៅសារមន្ទីរគេនឹងមួយកន្លែងនឹង
មានគ្រប់សពទាំងអស់ហ្មងតែដើរត្រួសចឹងណាបងនេះប្រភេទសត្វព្រៃគេទៅមានសត្វស្លាបមានសត្វព្រៃគ្រប់ប្រភេទទាំងអស់គាត់សត្វខ្លះយើងស្គាល់សត្វខ្លះអត់ដែលឃើញចឹងណាបងហើយនិយាយទៅច្រើនពេកខ្ញុំអត់បានរៀបរាប់អស់ហើយគាត់នៅចូលទៅគឺប្លែកហ្មងនេះប្រភេទសត្វស្លាបមានសត្វប្រើសមាននិយាយទៅសត្វតាគេយកសត្វមែនតែនដែលងាប់ហើយយកមកដាក់តាំងទុកឲ្យមើលចឹងណាបងនៅក្នុងនឹងនេះនិយាយទៅរូបមែនតែនហ្មងបងតែនៅក្រៅស្អាតខ្លាំងណាព្រោះខ្ញុំថតត្រួសឲ្យបងមើលទេព្រោះដើរលេងក៏ច្រើនកន្លែងហើយចូលទៅភាគច្រើនដើររៀងប្រញាប់ដែរព្រោះជីមកកន្លែងវារៀងយូរអញ្ចឹងទៅដើរអត់សពទេព្រោះនៅសហរដ្ឋអាមេរិកហ្នឹងគឺធំខ្លាំងណាស់បងហើយដើរពីមួយកន្លែងទៅមួយកន្លែងហ្នឹងចំណាយពេលទៀតនេះទូកនេះគេរៀបចំធ្វើឡើងដូចមែនតែនហ្មងនិយាយទៅទូកហ្នឹងទូកមែនតែនតែគេរៀបចំដាក់ដីដាក់ទឹកខូនិយាយទៅដូចយើងមើលផ្ទាល់នៅក្នុងព្រៃអញ្ចឹងណារូបហ្នឹងហើយខ្ញុំអត់សូវប្រកែកនិយាយទេអញ្ចឹងបងអាចមើលរូបភាពបានអញ្ចឹងបានតែដើរថតនឹងថតរូបខ្លួនឯងខ្លះថតអីខ្លះអញ្ចឹងណាបងហើយសារមន្ទីរគេនឹងធំមែនតែនហ្មងចឹងយើងដើរមើលអីក៏មានដែរនិយាយទៅឆ្ងល់អីមើលនឹងបានគាត់ថាខ្ញុំអត់សូវប្រកែកបញ្ចូលសម្លេងទេហើយដើរយូរដែរចូលមកដល់មួយកន្លែងទៀតហើយនេះដូច A10 ជំនាន់មុនណាបងនិយាយទៅវាច្រើនប្រភេទពេកហើយច្រើនហ្មងប្រវត្តិសាស្ត្ររបស់គេនឹងឲ្យគេដាក់តាំងរៀបរាប់សារមន្ទីរគេនឹងធំខ្លាំងហ្មងអានេះដើរតែមួយជាន់ទេណាបងនៅមាន 4-5 ជាន់អញ្ចឹងដើរអត់គ្រប់អស់ទេវាធំពេកហើយគេដាក់ធ្វើរូបមួយតាំងចេញមកឡើងមើលមកតិចភ្នែកហ្មងនិយាយទៅមានគ្រប់ទាំងអស់វាច្រើនពេកហើយដើរអត់សពអញ្ចឹងទៅថតរៀងត្រួសដែរអត់បានថតរឿងលំអិតឲ្យបងមើលទេតែនេះអាចមើលលេងបានរូប A10 បងនេះនិយាយទៅរូបគនូគាត់ច្រើនរូបអីក៏ច្រើនរូបចម្លាក់មានគ្រប់ប្រភេទទាំងអស់ហ្មងហើយចូលទស្សនាហ្នឹងក៏គេទិញសមុទ្រតែភាគច្រើននៅសហរដ្ឋអាមេរិកចូលទស្សនាសារមន្ទីរអញ្ចឹងគេទិញសមុទ្រហើយភ្ញៀវទេសចរចូលមើលច្រើនណាបងហើយនេះទៅតនេអញ្ចឹងគេដើរមើលអញ្ចឹងទៅដូចតែពួកខ្ញុំដែរអញ្ចឹងទៅបានតែប្រហែល3អាទិត្យតែឆ្លៀតដើរគ្រប់កន្លែងទៅដើរបានច្រើនដែរថតវីដេអូឲ្យបានច្រើនគួរសមដែរបងប្អូនហើយប៉ុន្តែខ្ញុំអត់មានពេលបានកាត់បញ្ចូលហើយនឹងបញ្ចូលសលេង voice over ព្រោះអត់សូវប្រកែកនិយាយហើយនេះពេលផែនដីយើងវិលដើរអញ្ចឹងទៅអានឹងវិលរហូតរត់ផ្អៀងទៅផ្អៀងមកអញ្ចឹងណាបងអានេះដូចផែនដីយើងអញ្ចឹង